Hello អ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel យើងទៀតហើយខ្ញុំរៀងបាត់មុខយូរបន្តិចដោយសារតែខ្ញុំ level អញ្ចឹងវីដេអូថ្ងៃនេះខ្ញុំនឹងលើកយករឿងMadame Delphi ហ្នឹងផ្ទះរបស់គាត់គេហៅថា Delphi La Lorraine គេហៅប្រវត្តិផ្ទះ La Lorraine អញ្ចឹងណាដែលគាត់គឺជាស្ត្រីម្នាក់ដែលជាអ្នកមានមែនតើជាអ្នកអភិជននៅជំនាន់ឆ្នាំ1800ជាងហើយរឿងក្តីនឹងដែរកើតឡើងខ្ទង់200ឆ្នាំហើយអ្នកទាំងអស់គ្នាវារៀងមកដល់ឥឡូវវាអាចនឹងនិយាយទៅលើសខ្វះខ្លះឬក៏ថែមថយអីតិចតួចចឹងដោយសារក្តីនឹងវាយូរហើយដែរនៅឆ្នាំ1834នៅសហរដ្ឋអាមេរិកអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលមកស្ដាប់ទាំងអស់គ្នាអញ្ចឹងដើមដំបូងឡើយគឺនៅឆ្នាំ1834នៅសហរដ្ឋអាមេរិកគឺមានស្ត្រីម្នាក់ឈ្មោះថា La Lorraine Madame La Lorraine អញ្ចឹងណាដែលគាត់មានឈ្មោះពេញថា Delphi La Lorraine ហើយផ្ទះរបស់គាត់ក៏គេហៅអញ្ចឹងដូចគ្នាហៅតាមឈ្មោះរបស់គាត់អញ្ចឹងណាហើយគាត់គឺជាស្ត្រីម្នាក់ដែលមានខ្លាំងមែនតើឪពុកម្ដាយបងប្អូនគាត់គឺសុទ្ធតែជាអ្នកមាននិយាយទៅអ្នកមានតតកូលហ្មងហើយអ្នកមាននៅជំនាន់ហ្នឹងគឺគេមានទេសកលអ្នកគ្នាទេសកលហ្នឹងគឺជាជនជាតិស្បែកខ្មៅដែលជំនាន់ហ្នឹងគឺជនជាតិស្បែកខ្មៅត្រូវបានគេរើសអើងឲ្យចាត់ទុកគឺជាទេសកលសម្រាប់ជនជាតិស្បែកសអញ្ចឹងម៉ាដាម Delphi នៅពេលគាត់មានអាយុ13 14 15ឆ្នាំហ្នឹងគឺគាត់បានរៀបការជាលើកទី1ដោយសារជំនាន់ហ្នឹងនៅក្មេងអីគេការឲ្យអញ្ចឹងគាត់ការបានរយៈពេល4ឆ្នាំប្តីរបស់គាត់នឹងក៏បានស្លាប់ទៅហើយទ្រព្យសម្បត្តិទាំងអស់គឺបានធ្លាក់មកលើគាត់ដោយសារគាត់ជាប្រពន្ធណោះទាំងទេសកលទាំងទ្រព្យសម្បត្តិរបស់ប្តីនឹងគឺបូកមកលើរបស់គាត់អញ្ចឹងនៅឆ្នាំ1808គាត់ក៏បានសម្រេចចិត្តរៀបការជាលើកទី2ហើយដូចគ្នាគឺរយៈពេល 4-5 ឆ្នាំក្រោយគឺប្តីរបស់គាត់គឺបានស្លាប់ទៀតអញ្ចឹងទ្រព្យសម្បត្តិរបស់ប្តីទី2របស់គាត់គឺបានធ្លាក់មកលើគាត់ទៀតអញ្ចឹងទាំងទ្រព្យសម្បត្តិទាំងទេសកលនោះគឺគាត់ឆោនកាន់តែច្រើនទៅអញ្ចឹងអញ្ចឹងនៅអាយុ38ឆ្នាំក្នុងឆ្នាំ1825គាត់ក៏បានរៀបការម្ដងទៀតជាលើកទី3ហើយប្តីក្រោយរបស់គាត់ហ្នឹងគាត់មានការងារជាដុកទ័រហើយប្តីរបស់គេហ្នឹងក៏ជាអ្នកមានដែរនិយាយទៅគឺគេមានដូចគ្នាហ្មងហើយពេលហ្នឹងដែរគាត់ក៏បានទិញវិមានមួយដែលមានទីតាំងនៅលើផ្លូវ1140 Royal Street នៅ New Zealand សំទោសNeverland នៅសហរដ្ឋអាមេរិកអញ្ចឹងជាធម្មតាអ្នកមាននៅស្រុកហ្នឹងគឺគេច្រើនតែធ្វើ party អញ្ចឹងណាហើយ party គេមានអីមានផឹកស្រារាំច្រៀងចម្រៀងអីអញ្ចឹងទៅញ៉ាំអីតិចតួចអញ្ចឹងណាអញ្ចឹងពីច្រើនគេ party មួយខែម្ដងសម្រាប់អភិជនប៉ុន្តែសម្រាប់គ្រួសាររបស់Madame Delphi ហ្នឹងគឺគាត់មានខ្លាំងមែនតើគាត់អាចមានលទ្ធភាពធ្វើ party ម្ដងក្នុងរយៈពេលមួយអាទិត្យអញ្ចឹងមួយអាទិត្យម្ដងមួយខែធ្វើ 4-5 ដងអញ្ចឹងគឺគេមានខ្លាំងមែនតើប៉ុន្តែមានថ្ងៃមួយគឺមានពាក្យចចាមអារាមពីអ្នកជិតខាងរបស់គាត់ក៏ដូចជាអ្នកដែលទៅស៊ីផឹកក្នុង party អញ្ចឹងគឺគេក៏បានឃើញថាគាត់ហ្នឹងគឺបានធ្វើអត់ល្អទៅលើទេសកលរបស់គាត់អញ្ចឹងណាគាត់មានការធ្វើបាបឬក៏ចេះស្ដីអីចឹងទៅហើយអញ្ចឹងរឿងហ្នឹងក៏ដឹងទៅដល់ប៉ូលីសអញ្ចឹងទៅហើយគេក៏បានចុះមកត្រួតពិនិត្យនៅផ្ទះរបស់គាត់មើលថាតើវាដូចអីដែលគេនិយាយដូចជាពាក្យអាចារ្យរាមហ្នឹងដែរអត់ចឹងណាហើយដោយសារតែគាត់ជាអ្នកមានផងហើយប៉ូលីសក៏មិនសូវជាជឿអីណាម៉ានដែរដោយសារគេមានគេអីចឹងគេមិនតែមកធ្វើអីញ៉ៃទេហើយដោយសារតែ Madame Delphi ហ្នឹងគាត់ជាម្នាក់ដែលបកកែនិយាយលឿនថាបកកែ marketing អីចឹងណាចេះនិយាយចេះលើកទឹកចិត្តបញ្ចុះប៉ូលីសចឹងទៅក៏គេរត់ឃើញមានផុសតាងអីទេពេលមាននិយាយថាអ្នកបម្រើឬក៏អ្នកមើលការខុសត្រូវក្នុងផ្ទះគាត់មកចឹងគាត់ចេះសួរនាំសុខសប្បាយអត់ចេះញ៉ាំអីនៅអីចឹងណាការងារមិនតែអញ្ចឹងទៅដោយសារប៉ូលីសឃើញគាត់យកចិត្តទុកដាក់ជាមួយនឹងទេសកលក៏គេគិតថាអត់អីទេល្អធម្មតាទេអត់មានរឿងអីកើតឡើងចឹងអត់មានរឿងអីកើតឡើងទេគេក៏ទៅសេរបាយការណ៍មកជាធម្មតាថា Madame Delphi នេះគឺជាមនុស្សល្អអ្នកស្អាតស្អំអីទេអត់មានអ្វីធ្វើបាបទេសកលអីទេអញ្ចឹងរឿងហ្នឹងក៏វាទៅមកគ្រាអញ្ចឹងទៅនៅពេលរឿងហ្នឹងបានកន្លងផុតទៅមួយរយៈទៅស្រាប់តែមានអ្នកជិតខាងរបស់គាត់ហ្នឹងគឺបានលើសំឡេងស្រែកខ្លាំងចេញពីផ្ទះ Madame Delphi ហ្នឹងណាហើយគេក៏បានឃើញថាមានក្មេងស្រីតូចម្នាក់អាយុប្រហែលជាខ្ទង់10 ទៅ 12 ឆ្នាំហ្នឹងគឺបានរត់ចេញពីផ្ទះហ្នឹងមកហើយស្រែកបដៅយំបដៅអីចឹងទៅហើយបន្ទាប់មកក៏មានឃើញ Madame Delphi ហ្នឹងគឺរត់ដេញតាមពីក្រោយហ្មងហើយដៃរបស់គាត់ហ្នឹងក៏មានកាន់ខ្សែវត្តខ្សែសម្រាប់វាយសេះវាយអីពេលយើងជិះសេះទៅគេយកអាខ្សែហ្នឹងវត្តសេះអញ្ចឹងគឺឃើញ Madame Delphi ហ្នឹងកាន់អាពាត់ខ្សែហ្នឹងដេញតាមវាក្មេងស្រីហ្នឹងហើយក្មេងស្រីហ្នឹងគឺភ័យរត់
ឡើងទៅដល់លើផ្ទះប៉ុន្តែទៅដល់លើហ្នឹងវាអត់មានអីដើម្បីចុះមកវិញទេវាថាតល់ច្រកអញ្ចឹងក្មេងស្រីហ្នឹងគឺសុកចិត្តសម្រាប់ចិត្តលោតពីលើផ្ទះមកដើម្បីធ្វើការសម្លាប់ខ្លួនហ្មងហើយនិយាយថាគេឃើញអញ្ចឹងគេគិតថាអូមិនបានម៉ាដាមដាហ្វីហ្នឹងដេញវាយក្មេងស្រីហ្នឹងអីអញ្ចឹងតើខុសខ្លាំងប៉ុណ្ណាហើយបានដល់ថ្នាក់ដេញវាយរហូតហើយក្មេងស្រីហ្នឹងក៏គាត់មើលទៅគូខ្លាចម៉ាដាមដាហ្វីខ្លាំងហ្មងហើយអត់ឲ្យម៉ាដាមដាហ្វីចាប់បានទេសុកចិត្តលោសម្រាប់ខ្លួនហ្មងគាត់គាត់ថាយល់ថាខ្លាចខ្លាំងហ្មងហើយបន្ទាប់ពីស្លាប់ទៅម៉ាដាមដាហ្វីហ្នឹងក៏បានយកសពរបស់ក្មេងស្រីហ្នឹងទៅកប់នៅក្រោយផ្ទះគាត់បាត់ចោលអីអញ្ចឹងណាអញ្ចឹងបន្ទាប់ពីមានរឿងនឹងកើតឡើងហើយក៏ជាសញ្ញាដែលអត់ល្អមួយហើយក៏មានគេរាយការណ៍ទៅកាន់ប៉ូលីសអញ្ចឹងទៅហើយក៏មានការត្រួតពិនិត្យផ្ទះរបស់គាត់ជាលើកទី2អញ្ចឹងលើកទី2ហ្នឹងគឺពេលគេមកពិនិត្យហ្នឹងគឺគេពិតជាបានឃើញថាម៉ាដាមដាហ្វីហ្នឹងគឺពិតជាអត់យកចិត្តទុកដាក់ជាមួយនឹងទេសកលគាត់ពិតមែនវាថាធ្វើបាបអីអញ្ចឹងណាជេរស្ដីអីទៅដែលថាគេចាប់កំហុសបានណាគេគិតថាគាត់នឹងគឺពិតជាបានធ្វើបាបមែនអញ្ចឹងអ្នកត្រួតពិនិត្យហ្នឹងក៏ដូចជាប៉ូលីសហ្នឹងក៏បានឲ្យគាត់ហ្នឹងលក់ទេសកលរបស់គាត់ហ្នឹងចេញអស់ទៅវាថាឲ្យទុកអីចឹងណាអញ្ចឹងដាមដេហ្វីគាត់អត់មានជំរឿអីទេដោយសារប៉ូលីសគេឲ្យគាត់លក់ចេញអញ្ចឹងណាអញ្ចឹងគាត់ក៏បានលក់ចេញទៅប៉ុន្តែគាត់ថាគាត់លក់ហ្នឹងគឺគាត់លក់ឲ្យដល់បងប្អូនគាត់អីអញ្ចឹងណាបន្ទាប់ពីគេត្រួតពិនិត្យហើយប៉ូលីសត្រឡប់ទៅវិញអស់ហើយគាត់ទិញយកមកវិញគឺគាត់ទិញពីបងប្អូនគាត់ហ្នឹងត្រឡប់មកវិញតែដែរអញ្ចឹងវាដែរអញ្ចឹងណាអត់មានអីថ្មីទេតែគាត់លក់ឲ្យបងប្អូនគាត់គឺគាត់អាចទិញយកមកវិញបានអញ្ចឹងថ្ងៃទី10មេសាឆ្នាំ1884ហ្នឹងគឺតែរបស់គាត់បានធ្វើ party ដូចទៅរដងអញ្ចឹងប៉ុន្តែថ្ងៃហ្នឹងហើយដែលជាថ្ងៃដែលរឿងរបស់គាត់គឺបានបែកធ្លាយបែកការអស់ដោយសារតែពេលដែលកំពុងតែ party ហ្នឹងគឺស្រាប់តែមានភ្លើងឆេះនៅកន្លែងចក្រានបាយអត់ដឹងហេតុអីមកវាឆេះទៅគេផ្អើលទៅមើលអញ្ចឹងណាហើយម្ចាស់ផ្ទះហ្នឹងក៏ឲ្យភ្ញៀវហ្នឹងចេញទៅក្រៅ party វិញអីអញ្ចឹងណាដោយសារផ្ទះហ្នឹងឆេះហើយអញ្ចឹងអត់ទៅ party នៅក្រៅមកចាហៀងទៀតអញ្ចឹងទៅហើយកុំឲ្យសន់ស្លោអីអញ្ចឹងណាហើយគាត់ក៏បានហៅអ្នកជិតខាងអីអញ្ចឹងទៅដើម្បីមកជួយផលិតភ្លើងផ្ទះគាត់អញ្ចឹងទៅហើយមានគេសួរថាទេសកលហើយអ្នកបម្រើគាត់នឹងទៅណាអស់ហើយឲ្យហៅចេញមកអីចឹងខ្លាចមានគ្រោះថ្នាក់អញ្ចឹងប៉ុន្តែម៉ាដាមដាហ្វីហ្នឹងបែរជាគាត់ថាអូយកុំខ្វល់មិនបាច់ខ្វល់ទេខ្វល់តារឿងភ្លើងហើយនឹងទៅប្រមូលថតសម្បត្តិរបស់មានតម្លៃរបស់គាត់នឹងចេញមកអស់មកខ្លាចភ្លើងឆេះអីអញ្ចឹងណាដល់ពេលអញ្ចឹងគេក៏រៀងឆ្ងល់រៀងអីដែរថាមិនអត់ខ្វល់ពីទេសកលរបស់ខ្លួនឯងអញ្ចឹងខ្វល់ទៅពីថតសម្បត្តិអញ្ចឹងតែដោយសារគេអ្នកមានអញ្ចឹងគឺគេប្រាប់អីចឹងទៅអ្នកចិត្តខាងហ្នឹងក៏ចេះតែធ្វើតាមអញ្ចឹងណាអត់មានអីដែលថាត្រូវបកែកអីហើយណាមួយភ្លើងកំពុងឆេះផងអញ្ចឹងក្នុងកំឡុងពេលដែលគេហើរោគថតសម្បត្តិរបស់គាត់គេចូលទៅរករបស់ដែលមានតម្លៃអីដើម្បីចេញមកខាងក្រៅអញ្ចឹងពេលហ្នឹងឯងគឺជាពេលដែលរឿងរបស់គាត់គឺត្រូវបានបែកការដោយសារតែគេចូលទៅគេបានឃើញកតុបមួយដែលមានសភាពគួរឲ្យខ្លាចអីអញ្ចឹងណាហើយវាធំខ្លះរៀងអត់ល្អហើយទៅគាត់ក៏ឆ្ងល់ថាក្នុងកតុបហ្នឹងមានអីគេឆ្ងល់ថាអត់មានអីមែនបិទចិត្តបិទចិត្តរហូតអត់មានឃើញបើកអីអញ្ចឹងណាហើយក្នុងនោះផងដែរក៏ម៉ាដាមដាហ្វីប្តីរបស់គាត់គឺរៀងភ័យខ្លួនដែរដោយសារតែគេហុកហើផ្ទះគាត់អញ្ចឹងទៅគាត់ខ្លាចរឿងគាត់បែកការអញ្ចឹងទៅគាត់ក៏នាំប្តីប្រពន្ធរបស់គាត់ហ្នឹងគិតខ្លួនបាត់ហ្មងជាមួយនឹងទ្រព្យសម្បត្តិដែលគាត់រកបានប៉ុន្មានសល់ប៉ុន្មានគឺប្រមូលយកទៅប៉ុណ្្នឹងជិះគាត់គិតខ្លួនបាត់អស់អញ្ចឹងបន្ទាប់ពីពេលភ្លើងឆេះហ្នឹងហើយក៏មានប៉ូលីសមានអីមកដល់ផ្ទះអញ្ចឹងទៅក៏គាត់បានរកឃើញទេសកលម្នាក់ដែលមានដាក់ច្បាប់ជាប់ជើងអញ្ចឹងណាហើយគេក៏ចម្លែកដែរថាមិនបានដាក់ច្បាប់ជាប់ទេសកលអញ្ចឹងគឺដាក់ច្បាប់នៅកន្លែងចក្រានបាយហ្នឹងហ្មងគឺជាស្ត្រីចំណាស់ម្នាក់ដែលមានអាយុខ្ទង់ប្រហែលជា70ឆ្នាំហើយគាត់ហ្នឹងឯងដែលជាអ្នកដុតផ្ទះហ្នឹងហ្មងគឺគាត់និយាយថាដុតគាត់ចង់សម្លាប់ខ្លួនឯងឲ្យឆេះទៅតាមភ្លើងអញ្ចឹងណាហើយទៅប៉ូលីសក៏បានសួរគាត់ថាហេតុអីបានឯងចង់ដុតផ្ទះចង់សម្លាប់ខ្លួនអញ្ចឹងហើយទៅអ៊ំស្រីហ្នឹងក៏គាត់និយាយថាថ្ងៃហ្នឹងគាត់បានធ្វើការងារមួយដែលអត់ល្អអញ្ចឹងណាអត់បាត់ពេញចិត្តម៉ាដាមដាហ្វីអញ្ចឹងទៅអញ្ចឹងម៉ាដាមដាហ្វីខឹងហើយម៉ាដាមដាហ្វីហ្នឹងក៏បាននិយាយថានៅពេលដែល party ហ្នឹងចប់អញ្ចឹងគាត់នឹងយកអ៊ំហ្នឹងទៅជន់ខាងលើគេផ្អស់ហើយអញ្ចឹងដោយសារតែអ៊ំហ្នឹងគាត់ខ្លាចហ៎ហើយអញ្ចឹងសម្រាប់អ្នកដែលបានទៅជន់លើហ្នឹងគឺអត់ដែលបានឃើញត្រឡប់មកវិញទេអញ្ចឹងហើយបានអ៊ំនឹងគាត់ខ្លាចគាត់សុកចិត្តស្លាប់គាត់អត់ចង់ដឹងឮអីនៅជន់ខាងលើហ្នឹងឯងមានរឿងអីដែលគាត់ខ្លាចអញ្ចឹងណាអញ្ចឹងហើយបានគាត់សុកចិត្តដុតផ្ទះដើម្បីសម្រាប់ខ្លួនឯងនៅពេលដែលគេឡើងទៅដល់ជន់លើហ្នឹងគឺគេមានឃើញបន្ទប់មួយដែលបិទជិតហើយទ្វារនៅបន្ទប់ហ្នឹងគឺក្រាស់ខ្លាំងឈើធំក្រាស់បើកធម្មតាបានហើយណាមកអត់មានសោយទៀតអញ្ចឹងបើកមិនក៏បើកចាញ់ដែរអញ្ចឹងគេក៏សម្រេចចិត្តថានាំគ្នាយកឈើធំឈើបុក
ធំសម្រាប់បុកទម្លុះទ្វារហ្នឹងហ៎អញ្ចឹងក៏គេយកអាហ្នឹងមកបុកទម្លុះហ្មងទៅប៉ុន្តែគឺប្រយ័ត្នពេលយូរណាមិនបុកមួយផ្លែទេបែរខ្ទង់កន្លះម៉ោងជាងអីដែរអញ្ចឹងបន្ទាប់ពីកន្លះម៉ោងក្រោយទ្វារហ្នឹងបានអាចបើកបានប៉ុន្តែនៅពេលដែលបើកទ្វារនឹងបានហើយមនុស្សគឺនាំគ្នាក្អួតវាក់វក់ពេញនឹងហ្មងហើយដោយសារតែក្លិនចេញពីបន្ទប់នឹងគឺស្អុយខ្លាំងពេកហើយក្លិនសាកសពណាទាំងគ្នាដោយសារតែនៅក្នុងបន្ទប់នឹងគឺពោពេញទៅដោយសាកសពជាច្រើនដែលបានស្លាប់គ្រប់គ្នានៅក្នុងបន្ទប់នឹងហ្មងអញ្ចឹងអត់ដឹងថាម៉ាដាមដាហ្វីនឹងគាត់ខូខើខ្លាំងប៉ុណ្ណាពីអ្នកប្តីគាត់នឹងថារោគចិត្តហ្មងមិនដឹងថាបានធ្វើបាបធ្វើទរណកម្មទៅលើទេសកលនឹងខ្លាំងប៉ុណ្ណាទេបានដល់ថ្នាក់មានសាកសពមានអីនៅក្នុងបន្ទប់នឹងបិទឡឡងអត់មានណាគេដឹងសោះហ្មងមិនដឹងថាយូរឆ្នាំប៉ុណ្ណាហើយនៅពេលដែលគេបានធំក្លិនស្អុយអញ្ចឹងហើយគេក៏បានចូលទៅមើលអញ្ចឹងអ្នកខ្លះក៏អត់ទៅមើលទេអ្នកខ្លះនៅមើលអញ្ចឹងនៅទៅប៉ូលីសនៅតែអីអញ្ចឹងដោយសារគេក្លិនធំក្លិនស្អុយទៅត្រត់បានគេចេញទៅខ្លះនៅខ្លះអញ្ចឹងបន្ទាប់ពីគេបានចូលទៅហើយគឺគេបានរកឃើញសាកសពចំនួន14អញ្ចឹងអ្នកខ្លះស្លាប់អ្នកខ្លះរស់អញ្ចឹងណាហើយបន្ទប់ហ្នឹងគឺពុំតែដោយសាកសពរបស់ទេសកលជនជាតិស្បែកខ្មៅហ្នឹងទេសកលរបស់ម៉ាដាមដាល់ហ្វីហ្នឹងដែលអ្នកខ្លះមានដៃជាប់ខ្នោះមានតុកសម្រាប់ធ្វើទរណកម្មមានខ្នោះសម្រាប់ផ្ទះហើយរាងកាយទាំងអស់ហ្នឹងគឺអូយនិយាយបែបវល់ហើយធំក្លិនស្អុយខ្លាំងមែនតើមានសាកសពចំនួន7ដែលគេបានរកឃើញដោយការចងកសំយងក្បាលចុះមកក្រោមបានន័យថាជើងឡើងលើក្បាលចុះក្រោមហើយមានទាញដៃជើងហ្នឹងចេញពីគ្នាទាំងបានន័យថាដៃអញ្ចឹងត្រូវបានចងជើងត្រូវបានចងហើយហែកចេញពីគ្នាហ្មងនឹងគឺជាការធ្វើបាបក៏ដូចជាការធ្វើទរណកម្មដែលអាក្រក់ខុសខើខ្លាំងមែនទែនទៅលើទេសកលគេសង្ស័យថាម៉ាដាមដាល់ហ្វីនិងប្តីរបស់គាត់នឹងគឺជាអ្នកដែលមានជំងឺបញ្ហាផ្លូវចិត្តអ្នកគ្នាមិនដែលមានមនុស្សធម្មតាណាអាចធ្វើរឿងហ្នឹងបានទេហើយដោយសារគេអ្នកមានគេចង់ធ្វើអីឬគេឆ្ងល់អីគេនឹកឃើញអីគេចង់ធ្វើហ្នឹងអញ្ចឹងណាហើយណាមួយប្តីរបស់ម៉ាដាមដាល់ហ្វីនឹងក៏គាត់ជាដុកទ័រដែរប្រហែលជាគាត់អាចនឹងត្រូវវះកាត់សាកសពឬក៏ចង់ដឹងស្រាវជ្រាវអំពីរាងកាយរបស់មនុស្សអីអញ្ចឹងណាបានគាត់ធ្វើដល់ថ្នាក់ហ្នឹងហើយណាមួយបូកផ្សំនឹងមនុស្សទាំងអស់ហ្នឹងមានរោគចិត្តមានបញ្ហាផ្លូវចិត្តផងបានអាចធ្វើបានអញ្ចឹងហើយមានសាកសពមួយដែលគេបានយកគ្រឿងក្នុងរបស់គាត់ចេញអស់ហើយនៅតែតែហ្មងហើយយកពោះវៀនរបស់សាកសពហ្នឹងគូក្រុមជុំវិញខ្លួនទៀតលើថាពិបាកខ្លាំងលើថាធ្វើដូចពីពីងអញ្ចឹងហុំលើយកពោះវៀននោះហុំជុំវិញសាកសពហើយក៏មានខ្លះទៀតគឺដូចជាពីងយកដៃជើងកាត់ចេញពីគ្នាហើយយកអាដៃជើងរបស់សាកសពផ្សេងអញ្ចឹងមកតមកបិទជាប់គ្នាដើម្បីឲ្យមើលទៅក៏ដូច Spider-Man ដូចមនុស្សពីងអីអញ្ចឹងហើយក៏មានសាកសពខ្លះទៀតក៏ត្រូវបានគេដេរមាត់ដេរអីចឹងទៅហើយនៅក្នុងមាត់របស់គាត់ហ្នឹងគឺដល់ពេលដែលគេវះចេញមកគឺសិតតែលេមួកអញ្ចឹងយកលេមួកទៅដាក់ចូលក្នុងមាត់ហើយដេរមាត់គ្នានិយាយទៅគឺខុសខើមែនតើហើយសាកសពមួយទៀតក៏ត្រូវបានគេខួងក្បាលហ្នឹងបានថាយកដកូលឬក៏របស់ស្រួចវែងមួយដំចូលទៅក្នុងក្បាលក្នុងលាក្បាលហើយយកអីមកហិតជុំវិញដូចថាកោខួរណាគ្នាកោវល់ហ្មងហើយខ្លះទៀតក៏ត្រូវបានគេផ្លះបាក់ស្បែកមុខចំហស្បែកមុខក៏ត្រូវបានគេជាហើយគេទាញចេញដើម្បីឲ្យឃើញសាច់ដុំនៅខាងក្នុងហ្នឹងអញ្ចឹងណាអាហ្នឹងក៏ជាទង្វើមួយដែលអសរថាឲ្យមើលទៅគឺខុសខើខ្លាំងមែនតើគេសង្ស័យថាប្តីពីអ្នកប្រពន្ធគាត់ហ្នឹងគឺបានយកសត្វល្អិតឬក៏សត្វអីសម្មកចក្រអីទៅដាក់ចូលក្នុងអាស្បែកមុខឬក៏អាដុំសាច់ដុំហ្នឹងដោយសារពេលខ្លះមិនពេលខ្លះពេលដែលគេបើកមកឃើញហ្នឹងគឺគេឃើញសាច់ដុំហ្នឹងញីវីវើកមើលហើយក៏មានសត្វល្អិតហ្នឹងវាចេញមកអញ្ចឹងបន្ទាប់ពីផ្ទះរបស់ម្ដាយដោយហ្វីត្រូវបានគេរកឃើញថាមានសាកសពមានអីអញ្ចឹងទៅប្រជាជនទាំងអស់ហ្នឹងគឺមានការខឹងសេវាខ្លាំងមែនតើដោយសារតែគាត់មិនដឹងស្មានថាគាត់អាក្រក់ដល់ថ្នាក់ហ្នឹងហ៊ានសម្លាប់មនុស្សអីអញ្ចឹងណាអញ្ចឹងប្រជាជនគឺមានកំហឹងចង់ដុតផ្ទះម្ដាមដាល់ហ្វីនឹងចោលហ្មងប៉ុន្តែដោយសារគេអភិជនអញ្ចឹងទៅគេមានប៉ូលីសដើម្បីយាមកាមព័ទ្ធជំនាញផ្ទះគេអញ្ចឹងណាដើម្បីសុវត្ថិភាពទោះបីជាគាត់នឹងជាឃាតករមែនក៏ដោយប៉ុន្តែប៉ូលីសនៅយាមផ្ទះយាមអីអញ្ចឹងដោយគេដុតទេប៉ុន្តែមួយរយៈក្រោយចាផ្ទះរបស់គាត់ហ្នឹងគឺទុកអត់ជាប់ទេចាប្រជាជនគឺមានការខឹងសម្បាខ្លាំងគឺកំទេចផ្ទះហ្នឹងចោលខ្ទេចហ្មងដោយសារខឹងពេកអញ្ចឹងបន្ទាប់ពីខ្ទេចអស់ហើយគឺប៉ូលីសក៏ដឹងថាម៉ាដាមដាល់ហ្វីនិងប្តីរបស់គាត់ហ្នឹងតាំងណាដែរព្រោះចាប់តាំងពីអាពេលដែល party ភ្លើងឆេះហ្នឹងមកគឺគាត់បានកិច្ចខ្លួនទៅហ្មងហើយប៉ុន្តែគឺមានព័ត៌មានមួយទៀតបានឲ្យដឹងថាគាត់ហ្នឹងគឺបានកិច្ចខ្លួនទៅដល់ប៉ារីបាត់ហើយរឿងហ្នឹងក៏បានមានព័ត៌មានដល់ថ្នាក់ចុះកាសែតចុះអីប្រងភេទពេញហ្នឹងអញ្ចឹងទៅហើយបន្ទាប់មកទៀតកន្លែងប្រជាជនរស់នៅហ្នឹងក៏ហើយនឹងផ្ទះហ្នឹងក៏បានคล้ายទៅជាគេយកទៅតាមពិព័រណ៍ហ្នឹងហើយផ្ទះហ្នឹងក៏ត្រូវបានភ្ញៀវណាទិញអីបាត់អញ្ចឹងទៅហើយអីដែលសំខាន់ណាជនរងគ្រោះដែលនៅរស់បន្ទាប់ពី
ត្រូវបានគេធ្វើតែរនកម្មហ្នឹងហើយអត់មានថាជួយគ្នាអីណាយកទៅព្យាបាលព្យាអីចឹងអត់ទទួលស្គាល់ថាព្យាបាលហើយប៉ុន្តែបែរជាយកគ្នាទៅតាំងពីពណ៌ធ្វើដូចគ្នាហ្នឹងរបស់វត្ថុអីដូចអត់មានចលនាចឹងអញ្ចឹងបានថាជនជាតិស្បែកខ្មែរនៅចំណុចហ្នឹងគឺត្រូវបានគេមើលងាយមើលថោកហើយរើសអើងខ្លាំងមែនទែនដល់ថ្នាក់នេះយកមនុស្សទៅតាំងពីពណ៌វារៀងឈួតឡប់ដែរអញ្ចឹងជាយូរខែឆ្នាំកន្លងផុតទៅក៏នៅឆ្នាំ1849ថ្ងៃទី7ខែធ្នូនៅទីក្រុងប៉ារីសហ្នឹងក៏មានភ្នំមួយបានដាក់ឈ្មោះថា Madame Delphi ប៉ុន្តែក៏គេអត់ប្រកាសថាមិនដឹងថាគាត់នឹងពិតមែនឬក៏អីទេដោយសារតែរឿងក្តីហ្នឹងគឺអត់មានបានកាត់ក្តីអីទាំងអស់អត់មានចាប់មកដាក់គុកអីទេគឺ Madame Delphi រស់នៅបានជាធម្មតារហូតដល់គាត់យុនិយាយទៅគាត់រស់បានធម្មតាពេញមួយជីវិតរបស់គាត់រហូតដល់គាត់ស្លាប់អីចឹងទៅណាអត់មានបានកាត់ក្តីអីទេដោយសារគេអ្នកមានគេអីចឹងហើយជំនាន់ហ្នឹងក៏និយាយទៅគេអត់សូវឲ្យតម្លៃទៅលើជនជាតិស្បែកខ្មៅចឹងណាស្លាប់អីក៏ស្លាប់ទៅហើយគេអ្នកធំចឹងគេជនជាតិស្បែកសចឹងគេក៏មិនសូវអើពើអីដែរចឹងរឿងហ្នឹងក៏កន្លងផុតទៅជនរងគ្រោះទាំងអស់អត់មានបានទទួលបានយុត្តិធម៌អីទេវិជាការសោកស្ដាយខ្លាំងមែនតើដែលអ្នកដែលប្រព្រឹត្តរឿងហ្នឹងគឺនៅរស់បានពេញមួយជីវិតចឹងហើយផ្ទះគាត់នឹងផងដែរផ្ទះ Madame Delphi ហ្នឹងក៏ត្រូវបានគេទិញហើយយកទៅធ្វើជាទ្រព្យសម្បត្តិឯកជនចឹងទៅគេបង្កើតជាក្រុមហ៊ុនមួយអីចឹងណាប៉ុន្តែគាត់ថាអត់មានសេវាកម្មអីគេទិញទុកចោលបើថាអ្នកមានគេចង់បានអីប្លែកៗចឹងគេមានលុយគេចេះទិញទុកទៅថាអូនេះឥឡូវខ្ញុំមានលទ្ធភាពទិញអគារមួយផ្ទះមួយដែលធ្លាប់មានរឿងប្រវត្តិរឿងអាស្រូវអាក្រក់ពីមុនមកអញ្ចឹងគេមានលុយប៉ុន្តែគ្រាន់ថាម្ចាស់ផ្ទះហ្នឹងគឺបានលក់ពីម្ចាស់ម្នាក់ទៅម្ចាស់ម្នាក់អីចឹងមកដល់បច្ចុប្បន្នឥឡូវក៏ដូចជាមានម្ចាស់ដែរប៉ុន្តែអ្នកគ្នាអាចសេចទៅលើ Google ទៅអាចឃើញដូចគ្នាខ្ញុំមិនដឹងថាឥឡូវគេដល់ណាហើយទេផ្ទះហ្នឹងឥឡូវអញ្ចឹងរឿងក្តីហ្នឹងគឺមានតែប៉ុណ្្នឹងទេគឺថាបានចប់ត្រឹមតែប៉ុណ្្នឹងហើយខ្ញុំសង្ខេបខ្លាំងមែនតើប៉ុន្តែនៅតែវែងខ្ញុំបានណូតទុកខ្លះអញ្ចឹងណាហើយសង្ឃឹមថាអ្នកទាំងគ្នានឹងស្ដាប់យល់ហើយពេញចិត្តនៅវីដេអូនេះហើយអ្នកគ្នាបើសិនជាអាចគឺជួយចុច Subscribe ក៏ដូចជាចុច Like Share ឬក៏ Comment នៅក្នុង post របស់ខ្ញុំបានដើម្បីឲ្យខ្ញុំអាចមានទឹកចិត្តក៏ដូចជាការធ្វើវីដេអូនៅក្រោយៗទៀតចឹងណាហើយបើសិនជាអ្នកគ្នាស្ដាប់ទៅវាតខុសកន្លែងណាអីអាច comment ប្រាប់ផងខ្ញុំអាចកែតម្រូវបានតាមនឹងចឹងណាចាហើយជាចុងក្រោយខ្ញុំសូមអរគុណខ្លាំងមែនតើទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយខ្ញុំនឹងលើកយករឿងក្តីល្ខៗទៀតមកធ្វើវីដេអូដើម្បីចែកជូនអ្នកគ្នាទស្សនាទៀតសម្រាប់ពេលហ្នឹងខ្ញុំសូមអរគុណសូមគោរពលាបាយបាយចំពោះសុខភាពល្អទាំងអស់គ្នា